សយប់មិនក៏ពេលញ៉ាំបាយហើយនឹងពេលគេងនៅតែហាត់បាយគុណអញ្ចឹងធ្វើអញ្ចឹងវានាំឲ្យខូចសុខភាពណាកូនដាក់សភៅចុះសិនទៅហើយញ៉ាំបាយឲ្យស្រួលទៅមិនកើតទេធម្មតាញ៉ាំបាយមួយពេលត្រូវប្រើពេលត្រឹមតែកន្លះសរសៃធូបទៅបានហើយក្នុងរយៈពេលនេះខ្ញុំអាចមើលសភៅបាន10ទំព័រឯណោះ10ទំព័រណាពុកបើមិនបានជោគជ័យទេស្លាប់ទៅល្អជាងឮឯងនិយាយបែបនេះពុកសប្បាយចិត្តណាស់ពុកពិសារឲ្យបានច្រើនបន្តិចទៅខ្ញុំដឹងតែពុកព្រោះតែខ្ញុំចំណាយកម្លាំងកាយកម្លាំងចិត្តបន្តិចទេណាឥឡូវពុកស្គមណាស់ឃើញទេមិនមែនទេពេលថ្មីនេះពុកព្រោះតែកិច្ចការរកស៊ីទើបមកមានញឹកបន្តិចអើមែនហើយថ្ងៃនេះពុកទៅចេញទៅក្រៅរកស៊ីនិយាយការនឹងគេបន្តិចណា2ថ្ងៃទៀតពុកត្រឡប់មកវិញកូនទុកចិត្តចុះពុកច្បាស់ជាស្រួលមកតាន់ថ្ងៃកូនប្រឡងលើកទី2ហើយពុកទុកចិត្តចុះ2ថ្ងៃនេះខ្ញុំច្បាស់ជាប្រឹងប្រែងរៀនសូត្រហើយពុកយល់ហើយប៉ុន្តែសយងឯងត្រូវចាំថានៅមុនពេលប្រឡងត្រូវខំហាត់ពុតលុតចរិតរបស់ខ្លួនខ្លះដាច់ខាតកុំមកករឿងបែកអូរហូចជាស្ទឹងទៀតពុំនោះទេវិវត្តធំហើយពុកទុកចិត្តចុះហ្វងសៃយកខ្ញុំលើកនេះមិនដូចហ្វងសៃយកពីម្សិលមិញនោះទេចាប់ពីថ្ងៃនេះតទៅទោះបីជាមិនសង្កត់មកលើខ្ញុំក៏ខ្ញុំត្រូវតែទ្រាំដែរខ្ញុំត្រូវតែទ្រាំដើម្បីជោគជ័យអេអ្នកនាងទៅទៀតហើយយិនវបានណាត់ខ្ញុំទៅបានហូរឡើងសំងំក្នុងផ្ទះច្រើនថ្ងៃអបសឹកសឹងស្លាប់រឿងនៅសាលាថងធីនមិនលេចលឺដល់ពុកខ្ញុំទេបែបអត់ទេណាមួយអ្នកនាងប្រើឈ្មោះคล้ายផងតាមមើលគ្មានអ្នកណាគេដឹងទេអមែនប្រសើរណាអ្នកនាងពេញជើនហើយក្រែងកូនចង់ចេញទៅក្រៅទៀតហើយមិនក៏ធ្វើអញ្ចឹងលោកម្ចាស់ពុកខ្ញុំចង់ទៅជួបជុំបងប្អូនក្នុងសមាគមឡានស៊ីមកុំមិនតាន់ពេកពុកមានដំណឹងល្អមួយចង់ប្រាប់កូនដំណឹងល្អក្រែងកូនឧស្សាហ៍ប្រាប់ពុកថាចង់ទៅរៀននោះអីពុកបានរកគ្រូម្នាក់ដែលពូកែហើយមានកេរ្តិ៍ឈ្មោះល្បីមកបង្រៀនកូនបន្តិចទៀតក៏មកដល់ហើយលោកគ្រូលោកម្ចាស់ធ្វើមកដល់ហើយឆាប់អញ្ជើញគាត់ចូលមកអញ្ជើញគាត់មកសូមអញ្ជើញលោកម្ចាស់ត្រូវមិនបានចេញទៅទទួលលោកទេលោកម្ចាស់យិនសូមគោរពអញ្ជើញសូមអញ្ជើញទឹកតែបាទលោកម្ចាស់ត្រូវនាងជាកូនស្រីខ្ញុំឈ្មោះវែងឈុនវែងឈុនឆាប់គោរពលោកម្ចាស់ភ្លាមទៅជំរាបសួរលោកម្ចាស់ថានាងលោកម្ចាស់ត្រូវចាំជាផ្ដាស់មែនរឿងនេះបលិចលឺដល់រាជធានីមុខមាត់ពុកច្បាស់ជាត្រូវកូនបំបាក់ហើយកូនស្រីមួយនេះកូនចង់បញ្ឈឺពុកឲ្យស្លាប់មែនទេកូនមិនហ៊ានទេកូនគ្រាន់តែចង់ចូលរៀនប៉ុណ្ណោះដើម្បីឲ្យចេះដឹងច្រើនណាពុកកូនហើយតើសំអីទៅខ្លួនជាស្រីផងទៅសាលាធ្វើស្អីពុកហើយដូចក៏ប្រុសអាចទៅរៀនក្នុងសាលាបានចំណែកស្រីមិនបាននោះយើងជាមនុស្សដូចគ្នាតើចាំជាផ្ដាស់មែនកូនជាស្រីម្នាក់មិនសមថាទៅច្បុកច្បល់ជាមួយអាក្មេងអស់នោះតើវាសមអីទៅពុកបាននិយាយហើយតែបើកូនចង់លេងនៅក្នុងផ្ទះចោះបើចង់អុកឡុកក្នុងផ្ទះទៅឥឡូវល្អណាស់បង្ករឿងធំហើយតាហើយត្រូវបន្ទោសម្ដាយកូនឲ្យចែកឋានទៅឯពុកខំថ្នមកូនឲ្យខូចអស់បណ្ដាលឲ្យកូនប្រព្រឹត្តតែផ្ដាស់ហើយថ្ងៃក្រោយហាមមិនឲ្យកូនចេញពីផ្ទះមួយជំហានទេពុកនឹងអញ្ជើញលោកគ្រូម្នាក់មកបង្រៀនកូនឲ្យកាន់តែចេះដឹងថែមទៀតនៅក្បួនខ្នាតប្រពៃនេះហើយពុកឈប់និយាយទៅសិលឹកចាពីថ្ងៃនេះទៅនាងត្រូវមើលអ្នកនាងឲ្យបានល្អផងបើមានការថោះត្រួយអីនាងទទួលខុសត្រូវខ្លួនឯងសិលឹកដឹងហើយអើយអ្នកនាងម្ដងនេះធ្វើមិនទេចាប់ហើយទុកចិត្តចុះខ្ញុំមានជបាយអេអាមួយនេះបានទេឡរអាណាធំតិចទៀតចាអេអ្នកនាងគឺម្ដុំនេះមែនទេគឺម្ដុំនេះហើយវាហៅជនកំណាចឡើងជីសេះជនកំណាចឡើងជីសេះលោកម្ចាស់ថ្មម្ដុំនេះដូចនៅក្រោមផ្កាម៉ៅតាំងក្នុងសួនឆ្មាយើងអេអ៊ំចេះដឹងស្អីហ្នឹងមនុស្សក្នុងហាងប្រាប់ខ្ញុំថាពួកគេរកឃើញនៅឯផ្ទះស្ដេចក្រែងហងយីតែម្ដងរូបរាងដូចស្ដេចក្រាញ់ចេញធ្វើសិស្សប្រុងនឹងឡើងជីសេះណាពិតជាសង្ហានណាពុកតើដូចទេដូចណា
កូនដឹងថាពុកជួយចិត្តប្រមូលទុកនៅថ្មចម្លែកទាំងអស់នេះហើយនេះទៅកូនខំរកមកជូនពុក អូ កូនដឹងខុសហើយពុកអត់ជាស្រ័យកូនផងពុកព្រោះតែចិញ្ចឹមកូនច្បាស់ជានៅហត់ខ្លាំងណាស់កូនដឹងថាមិនគួរបញ្ឈឺពុកទេ អាយ៉ាកូនស្រីពុកទីបំផុតកូនដឹងថាពុកហត់នឿយពិបាកដោយសារអ្នកណាហើយ ប្រកាសហើយនៅមានទៀតពុកមើលចុះស្នាមថ្មចំកណ្ដាលនេះប្រៀបដូចជានាគមួយក្បាលអញ្ចឹងនេះហៅថានាគហោះលើមេឃ នេះហោះលើមេឃ មួយនេះដូចព្រិលដូចផ្កាថ្មប្រាំងប្រាសាទដើមឡើយគ្មានរបស់មួយព្រិលភ្នែកវិលក្បងនៅមានទៀតនៅមានមួយនេះហៅថាពុកចិត្តធរកូនស្រីកតញ្ញូប្រៀបដូចជាកូនស្រីជួយប៉ះឲ្យជូនពុកដូចខ្ញុំបែបបាត់ អូមានឈ្មោះចម្លែកច្រើនណាស់នៅមានឪពុកចិត្តធរកូនស្រីអកតញ្ញូផង អូអ្នកនាងត្រូវគេបោកប្រាស់ឲ្យតែដឹងមិនក៏ខ្ញុំមើលមិនឃើញអីមិនទិញចឹង អ៊ំល្ងងហើយនេះទៅមើលមិនឃើញខ្ញុំឆ្លាតហើយនេះទៅខ្ញុំមើលឃើញ ត្រូវហើយដំបងពេលដែលខ្ញុំរកមើលថ្មទាំងនេះអ្វីក៏ខ្ញុំមើលមិនឃើញដែរក្រោយមកខ្ញុំរកមើលហើយមើលទៀតទីបំផុតខ្ញុំក៏មើលឃើញ មែនហើយពុកពេញចិត្តទេ ពេញចិត្តថ្មដែលកូនទិញឲ្យពុកនេះគឺសុទ្ធតែស្អាតទាំងអស់ណា អញ្ចឹងមិនខុសគ្នាប្រមាណនឹងគុជសនាគក្រហមដែលពុកបានប្រមូលទុកទេដឹង ប្រកាសហើយហេជូតតែបន្តិចភ្លឺចិញ្ចាចតែម្ដងហើយនេះចំជាវត្ថុទិព្វដ៏មានតម្លៃក្នុងលោកមែនណា ដើមឡើយខ្ញុំគិតថាទិញជូនពុកក៏បានច្រើនផងប៉ុន្តែពុកមិនឲ្យខ្ញុំចេញទៅក្រៅ អូនិយាយរួមកូនចង់ចេញទៅក្រៅមែនហើយមែន ពុកហើយសំងំនៅក្នុងផ្ទះអញ្ចឹងអបសុកខ្លាំងណាស់យ៉ាងហោចណាស់ក៏ពុកឲ្យខ្ញុំទៅជួបបងប្អូននៅសមាគមឡានស៊ីមដែរខ្ញុំទៅម្ដងណាក៏ជួយទិញរបស់ល្អជូនពុកដែរណាឮថានៅក្នុងហាងមានថ្មឈាមន់ម្ដង ថ្មឈាមន់ ពុក ណាហើយចុះបើកូនពិតជាតរថ្មឈាមន់មែនពុកឲ្យកូនទៅចុះ អរគុណពុកខ្ញុំទៅភ្លាម ឲ្យចាំណាកុំបង្ករឿងឲ្យសោះណា លោកម្ចាស់នីងដុំថ្មទាំងនេះនៅក្នុងសួនច្បារតា ខ្ញុំដឹងហើយវិញឈុនរឿងក្នុងសាលាយើងខ្ញុំមិនស្មានថាប្រែខ្លាយទៅជាអញ្ចឹងទេសុំទោសផងណា ឈប់កតាខ្ញុំមិនអាចបន្តអ្នកប្រុសទេត្រូវបន្តហ្វុងស៊ីយកបើកុំទៅវាខ្ញុំមិនសមថាអញ្ចឹងនោះ ប៉ិតមែនណាបើដឹងថាអញ្ចឹងខ្ញុំទៅរកមើលវានៅសាលាធំធីមដែរហើយតែមើលវាមានមុខមាត់យ៉ាងម៉េចទៅ ណាឮសូរថាស្រីមុខប្រុសមុខកើតអត់ពេញមុខនោះណាចំមុខក៏ពិតអាក្រក់ខ្លាំងណាស់ អាក្រក់ណាស់ ត្រូវឲ្យតាមមើលងាយរកប្តីបានទេ ចាំជិបដាស់មែនហ៊ានថាអ្នកនាងយើងចឹងផង ចង្រៃយកខ្ញុំទៅរកវា អេកុំអីកុំបង្ករឿងឲ្យថោកឬមួយចង់ឲ្យខ្ញុំយកមកទៅទុកនៅឯណាហានិយាយចំទៅបញ្ជីនេះខ្ញុំត្រូវរកអាចង្រៃនោះមកជំរះឲ្យបាន ខ្ញុំស៊ើបដឹងថាហ្វុងស៊ីយ៉ុងស្នាក់នៅសមាគមកេងហ្វាយនោះណាឪពុករបស់វាហ្វុងទឹកគឺជាអ្នកផ្ដាំកំណត់មក ល្អណាស់ហ្វុងស៊ីយកម្ដងនេះត្រូវឲ្យឯងស្រាប់ក្នុងកណ្ដាប់ដៃយើង អ្នកប្រុស ទន្លេនេះបានហូរធ្លាក់ពីលើមេឃហូរទៅដល់សមុទ្រមិនដឹងចាវាយស្រុកកាត់ក្តីមានវ័យចំណាស់ អ្នកប្រុសឮខ្ញុំនិយាយទេអ្នកប្រុស ឯងមានរឿងអី ពួកគេបិសាច អេយមួយជំហានពោលពាក្យមួយម៉ាត់ដើរម្ដងមួយជំហាននិយាយពាក្យមួយម៉ាត់បាននិយាយទេ ពួកគេបានប៉ាវទាំងអស់ហើយក៏បានហៅមហូបថ្លៃទៀតចំណែកស្រាវិញគឺល្អបំផុត ប្រសើរណាស់មានគេរស់រីដល់ម្លឹង ហើយប៉ុន្តែនាងជាបិសាចដោយសារលបងក្បាច់គុណជាមួយអ្នកប្រុសកាលពីលើកមុន របស់ថោងនោះទេច្បាស់ជាមករោសងសឹកឯងចំជាផ្ដាស់មែន អ្នកប្រុសពិតជាមិនរវល់នឹងពួកវាមែនទេ ទ្រាំ អ្នកប្រុសមិនខ្លាចពួកវាបង្ករឿងទេ មានរឿងស្អីក៏ដោយត្រូវតែទ្រាំ អាយ៉ាអូយ អ្នកប្រុសពួកវាធ្វើអញ្ចឹងក៏យើងស៊ូទ្រាំពួកវាដែរ ទ្រាំ ធ្វើការសួស្ដីឬថាទីនេះរកអ្នកធ្វើការ ត្រូវហើយ